4 ចំណុចដែលជួយឲ្យអ្នកទាំងគ្នាស្គាល់ពី Ice Star Cleansing Water នេះកាន់តែច្បាស់ចំណុចទី1សម្រាប់អ្នកដែលប្រើជាមួយនឹង oil cleanser អត់ត្រូវណាប្រើហើយជំរះអត់ស្អាតឡើងមុនកប់អីហ្នឹងអ្នកទាំងគ្នាអាចបដូរមកប្រើជាមួយនឹង Ice Star Cleansing Water នេះបាននិយាយទៅគឺងាយស្រួលក្នុងការ remove អ្នកទាំងគ្នាគ្រាន់តែធ្វើការចាក់នៅលើសម្លៃហើយយកមក remove ថ្នមៗនៅលើមុខគឺជំរះបានល្អជាពិសេសគឺអត់ធ្វើឲ្យស្ទះរញើសឡើងទៅជាមុនកប់ចំណុចទី2គឺ Ice Star Cleansing Water នេះមានផ្ទុកជាមួយនឹង ingredient ល្អច្រើនមែនតើហើយជាពិសេសគឺធ្វើឲ្យស្បែកមុខមានសំណើមពេលដែលយើងជូតហើយគឺអត់ធ្វើឲ្យស្បែកមុខរបស់យើងស្ងួតឬក៏ឡើងក្រហមទេចំណុចទី3អ្នកទាំងគ្នាអាចប្រើប្រាស់ជាមួយនឹង Ice Star Cleansing Water នេះពេលដែលចេញទៅក្រៅអញ្ចឹងពេលដែលចេញទៅក្រៅអ្នកទាំងគ្នាអាចបំបែកចាក់ចូលទៅក្នុងកូនដបមួយដែលមានក្បាល spray បាញ់ណាអ្នកទាំងគ្នាហើយពេលដែលមុខអ្នកទាំងគ្នាប្រតិកម្មអ្នកទាំងគ្នាអាច spray នៅលើមុខហើយយកសម្លៃមកជូតថ្នមព្រោះវាធ្វើឲ្យស្បែកមុខរបស់យើងត្រជាក់ដល់សំណើមដល់ស្បែកមុខបានល្អហើយក៏ប្រក្រាប roll នៅកន្លែងយើងប្រតិកម្មដែរចំណុចទី4អ្នកទាំងគ្នាគឺអ្នកទាំងគ្នាអាចប្រើ Ice Star Cleansing Water នេះឲ្យ remove eyeliner ដែលយើងគូសខុសបានអញ្ចឹងដូចខ្ញុំអញ្ចឹងគឺខ្ញុំប្រើជាមួយនឹងស្លៃត្បាល់ត្រជាក់ហើយយកទៅចាក់ជាមួយនឹង Ice Star Cleansing Water នេះហើយយកមក remove កន្លែងដែលយើងគូសខុសណាអ្នកទាំងគ្នានិយាយទៅគឺស្អាតជ្រះ eyeliner អស់ហ្មងព្រោះ eyeliner អ្នកទាំងគ្នាគឺពិបាក remove ខ្លាំងមែនតើប៉ុន្តែសម្រាប់ Ice Star Cleansing Water នេះអ្នកទាំងគ្នាបតក់តែបន្តិចយកមកជូតគៀអញ្ចឹងគឺបាត់អស់ហ្មងបាទអញ្ចឹងសម្រាប់អ្នកដែលចាប់អារម្មណ៍ជាមួយនឹង Ice Star Cleansing Water នេះអ្នកទាំងគ្នាអាច check out នៅ page ដែលអ្នកទាំងគ្នាកំពុងតែមើលវីដេអូនេះបានបាយបាយ